បើមិនមានមូលនិធិលីពេញជេរីយកឡានទៅដឹកពួកខ្ញុំមករៀនទេខ្ញុំមានផលវិបាកខ្លាំងក្នុងការធ្វើដំណើរមករៀនបន្តដើម្បីម៉ោងទី1ខ្ញុំនៅបណ្ណាល័យអានសៀវភៅឬលេងហ្គេមម៉ោងទី2ខ្ញុំរៀន e-learning ហើយចាប់ផ្ដើមរៀនភាសាអង់គ្លេសថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះខ្ញុំមានអារម្មណ៍ថាភ័យខ្លាចព្រោះខ្ញុំមិនដែលស្គាល់គេច្បាស់លាស់មកទីនេះបានប្រហែលជាមួយខែខ្ញុំបានស្គាល់មិត្តភ័ក្តិជាច្រើនខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសដែលបានរៀនជាមួយលោកគ្រូរាវុធព្រោះគាត់បង្រៀនងាយយល់ហើយគាត់ចូលចិត្តលេងសើចហើយខ្ញុំក៏មានបំណងក្នុងការចង់ទៅរៀននៅសាកលវិទ្យាល័យបន្តផងដែរបន្ទាប់ពីរៀនភាសាអង់គ្លេសចប់ខ្ញុំបានចេញទៅរៀននៅសាលារៀន2ម៉ោងបន្ថែមរៀន2ម៉ោងចប់ខ្ញុំបានធ្វើដំណើរមកលើឡានបើកចេញទៅផ្ទះ